សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាមកស្គាល់ពីឆ្នាំងបាយមួយប្រភេទដែលមានលក្ខណៈពិសេសលើពីឆ្នាំងបាយធម្មតាដោយសារតែវាមានឆ្នាំងរហូតដល់2នៅក្នុងម៉ាស៊ីនតែមួយហើយវាមានមុខងារចម្អិនផ្សេងៗគ្នារហូតដល់12មុខដែលអាចចម្អិនបានដូចជាបាយបបរស៊ុបដុតនំនិងចំហុយនិងមុខងារជាច្រើនផ្សេងៗទៀតហើយអ្វីដែលកាន់តែពិសេសនោះបងប្អូនទាំងអស់គ្នាអាចចម្អិនតែមួយផ្នែកឬទាំងពីរផ្នែកនៅក្នុងពេលតែមួយបានថែមទៀតផងនេះគឺជាឆ្នាំងដាំបាយម៉ាក់សាបដែលមានលេខ model KNW509SL ហើយវាមានចំណុះរហូតដល់1.8 លីត្រដោយសារតែវាមានឆ្នាំង2នៅក្នុងម៉ាស៊ីនតែមួយនេះហើយទើបធ្វើឲ្យយើងចំណេញពេលវេលាច្រើននៅក្នុងការចម្អិនឆ្នាំងទាំងពីរប្រភេទរបស់វាជាប្រភេទ non stick មិនជាប់សាច់ឆ្នាំងងាយស្រួលក្នុងការសម្អាតបើសិនបើបងប្អូនទាំងអស់គ្នាពេញចិត្តជាមួយនឹងឆ្នាំងដាំបាយមួយប្រភេទនេះអ្នកទាំងអស់គ្នាអាចស្វែងរកបាននៅគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុន Sosimico សូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត